សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែជាកិច្ចចាប់ដើមក្រុមនាងខ្ញុំសូមប្រដបប្រធានគណៈថាបតីលោកនាយកលោកគ្រូអ្នកគ្រូនិងអង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំបានឈ្មោះថាវិបុលស្មារតីជាសិស្សថ្នាក់ទី3ខ1ខ្ញុំបាទឈ្មោះវិរិយឧត្តមសីហាជាសិស្សរៀនថ្នាក់ទី2ខ1នេះខ្ញុំមានឈ្មោះសីថាចង្កចនារៀនថ្នាក់ទី1ខ1ពួកយើងទាំង3រូបជាសិស្សនៅសាលារៀនសន្តិភូមិទី37ទីតាចារៈថ្ងៃនេះក្រុមយើងខ្ញុំវិជ្ជមានសេចក្តីសោមនស្សដែលបានចូលរួមកម្មវិធីប្រកួតប្រជែងបំណិតនិយាយជាសាធារណៈដែលបានរៀបចំឡើងដោយសាលារៀនសន្តិភូមិថ្ងៃនេះក្រុមយើងខ្ញុំវិជ្ជមានកតញ្ញូណាដែលបានឡើងមកបកស្រាយក្រោមប្រធានបទមួយដែលលើកឡើងថាទីក្រុង Digital ប្រកបដោយភាពបៃតងគណៈថាបតីជាទីគោរពដើម្បីជាប្រតិបត្តិឈានទៅដល់ការបកស្រាយប្រធានបទខាងលើឲ្យកាន់តែច្បាស់និងក្បោះក្បាយអនុញ្ញាតរូបនាងខ្ញុំលើកពីកន្លឹះចំនួន3មកបកស្រាយជាមុនសិន1ទីក្រុងមានន័យថាជាកន្លែងប្រជុំជនបង្កើតដោយមនុស្សច្រើនកក2Digital មានន័យថាជាបច្ចេកវិទ្យាអ៊ីនធឺណិតឬប្រព័ន្ធឆ្លាតវៃ3បៃតងគឺជាពណ៌មួយដូចពណ៌ស្លឹកឈើឬពណ៌ស្មៅដោយផ្អែកទៅលើនិយមនៃពាក្យខាងលើទីក្រុង Digital ប្រកបដោយភាពបៃតងគឺការរួមបញ្ចូលបច្ចេកវិទ្យាការប្រើថាមពលពលព្រះអាទិត្យប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនិងការការពារបរិស្ថាននៅក្នុងពេលដែលដើម្បីធ្វើការបកស្រាយនៅប្រធានបទខាងលើរវាងខ្ញុំសូមលើកយក3ចំណុចមកធ្វើការបកស្រាយជាមុនសិនចំណុចទី1ការរីកចម្រើននៃទីក្រុងជាការធ្វើឲ្យមានផ្លូវល្អការដឹកជញ្ជូនងាយស្រួលមានអគ្គិសនីទៅស្អាតនិងអ៊ីនធឺណិតមានសាលារៀនមន្ទីរពេទ្យនិងទីផ្សារទី2ការប្រើប្រាស់បច្ចេកវិទ្យាទំនើបជាការយកឧបករណ៍ឬប្រព័ន្ធបច្ចេកវិទ្យាថ្មីមកប្រើដើម្បីធ្វើឲ្យការងារនិងការរស់នៅកាន់តែងាយស្រួលនិងមានប្រសិទ្ធភាពក្រៅពីនេះវាមានប្រយោជន៍ជាច្រើនសម្រាប់ប្រើប្រាស់រហ័សនិងសន្សំសំចៃពេលវេលាការបន្ថយកម្លាំងមនុស្សបង្កើនភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពយ៉ាងច្រើនទី3ការថែទាំបរិស្ថានឲ្យមានភាពបៃតងជាការថែរក្សានិងការពារបរិស្ថានឲ្យស្អាតស្រស់បំព្រងមានដើមឈើនិងធម្មជាតិល្អបរិស្ថានជាអ្វីៗនៅជុំវិញយើងដូចជាខ្យល់ទឹកដីដើមឈើកាលណាទីក្រុងមានដើមឈើច្រើននោះទីក្រុងនឹងមានភាពស្រស់ស្អាតមានធម្មជាតិនិងគ្មានការបំពុលការដាំដើមឈើច្រើននិងការថែរក្សាសួនច្បារមិនបោះស្រមរាមចោលបំបែកសម្រាមការបន្ថយការប្រើផ្លាស្ទិកសន្សំទឹកនិងអគ្គិសនីឲ្យមានប្រសិទ្ធភាពជារួមមកទីក្រុង Digital របស់ប្រភេទបតងគឺជាគំនិតដ៏ជឿនលឿនសម្រាប់ការអភិវឌ្ឍទីក្រុងសម័យទំនើបព្រោះវាជួយកាត់បន្ថយការបំពុលបរិស្ថាននិងធ្វើឲ្យការរស់នៅកាន់តែល្អប្រសើរក្នុងនេះខ្ញុំជាសិស្សមករកនេះខ្ញុំសូមបដិញ្ញាចិត្តថាខិតខំរៀនសូត្រអស់ពូកែដើម្បីខ្លះជាកូនល្អសិស្សល្អនិងមើលល្អនិងចូលរួមអភិវឌ្ឍទីក្រុងប្រកបដោយភាពបៃតងដោយប្រើប្រាស់បច្ចេកវិទ្យាតែមិនបំផ្លាញបរិស្ថានជាចុងក្រោយក្រុមនាងខ្ញុំសូមថ្លែងអំណរគុណដល់អង្គវេទិកាទាំងមូលដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានការបកស្រាយរបស់ក្រុមយើងខ្ញុំសូមអភ័យទោសប្រសិនបើមានពាក្យពេចន៍ណាមិនសមរម្យក្រុមយើងខ្ញុំសូមជូនពរដល់អង្គវេទិកាទាំងមូលទទួលបានជោគជ័យគ្រប់ភារកិច្ចនិងជួបប្រទះនូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀតឃ្លាឡើយសូមអរគុណរៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា